លោកស្រីអ្នកនាងកញ្ញាជាទីមេត្រីនៅក្នុងនីតិស្វែងយល់ពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានាវេលាថ្ងៃនេះសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ការរៀបរាប់អំពីការទទួលឥទ្ធិពលឥណ្ឌាលើកទី2គ្មានឯកសារអ្វីទាំងអស់ទោះសិលាចារឹកឬឯកសារចិនបានបញ្ជាក់ប្រាប់យើងពីព្រឹត្តិការណ៍ដែលកើតមានឡើងក្នុងអំឡុងខាងដើមសតវត្សទី4ឡើយរហូតដល់ឆ្នាំ357អាណាចក្រភ្នំត្រូវគ្រប់គ្រងដោយព្រះរាជាមួយព្រះអង្គព្រះនាមឆានតានដែលចិនឲ្យឈ្មោះថាធានឈូឆានតានគឺឥណ្ឌាឈ្មោះឆានតាននេះជាថារន្តរនាមរបស់ពួកឥណ្ឌូស៊ីតជាពិសេសគឺរបស់រាជវង្សកុសាណៈដែលប្រហែលជាត្រូវភៀសខ្លួនចេញពីប្រទេសឥណ្ឌាផ្នែកខាងត្បូងដែលខ្លួនធ្លាប់កាន់កាប់មួយរយៈពេលដែលព្រះរាជាឥណ្ឌាមួយព្រះអង្គព្រះនាមព្រះបាទសមុទ្រកុប្បតៈទ្រង់នោះនៅឆ្នាំ335ក្នុងរាជ្យរបស់ព្រះអង្គព្រះបាទឆានតានបានមានទំនាក់ទំនងល្អជាមួយប្រទេសចិនហើយព្រះអង្គបានលើកសួយជាដំរីផ្សាំងទៅថ្វាយអធិរាជចិនថែមទៀតផងហើយឯកសារចិនក៏បានកត់ត្រាទុកផងដែរថាក្នុងចំណោមស្ដេចដែលសោយរាជ្យតមកពីព្រះបាទឆានតានមានស្ដេចមួយអង្គព្រះនាមកៅដិនជាព្រាហ្មណ៍ជាតិឥណ្ឌាដែលពេលមួយនោះមានសម្លេងអាចកំបាំងមួយបានបញ្ជាឲ្យព្រាហ្មណ៍នេះទៅសោយរាជ្យនៅអាណាចក្រភ្នំកៅដិញមានសេចក្តីរីករាយយ៉ាងខ្លាំងហើយបានធ្វើដំណើរទៅដល់ស្រុកប៉ាននៅខាងត្បូងដែលអ្នកស្រុកនគរភ្នំបាននាំគ្នាទៅជួបហើយស្រុះស្រួលលើកព្រះអង្គឲ្យឡើងសោយរាជ្យតាមឯកសារខ្លះបានបញ្ជាក់ថាក្សត្រអង្គនេះមានព្រះនាមក្នុងរាជ្យថាស្រុទ្ធវរ្ម័នដែលគេបានថ្វាយព្រះរហស្សនាមថាអ្នកការពារលទ្ធិវេទក្នុងរជ្ជកាលរបស់ព្រះអង្គសាសនាព្រាហ្មណ៍គណៈឥសូរមានការរីកចម្រើនយ៉ាងខ្លាំងប៉ុន្តែខាងព្រះពុទ្ធសាសនាមហាយានវិញក៏នៅមានសាសនិកអ្នកជឿនិងគោរពច្រើនដែររបៀបរបបរៀបចំផ្នែកនយោបាយនិងខាងសង្គមនៅអាណាចក្រភ្នំត្រូវចម្លងយកតាមរូបភាពប្រទេសឥណ្ឌាមិនត្រឹមតែប៉ុណ្ណោះទេព្រះអង្គបានទាំងអញ្ជើញពួកព្រាហ្មណ៍យ៉ាងច្រើនពីប្រទេសឥណ្ឌាដោយផ្ដល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់ដល់ពួកនេះដើម្បីឲ្យគេជួយរៀបចំកិច្ចការផ្សេងខាងសាសនាការអប់រំនិងខាងសង្គមថែមទៀតផងក្រោយពីព្រះអង្គចូលទីវង្គតទៅព្រះរាជបុត្រព្រះអង្គទ្រង់ឡើងសោយរាជ្យស្នងព្រះអង្គដែលមានព្រះនាមក្នុងរាជ្យថាស្រេស្ថាវរ្ម័នព្រះរាជាអង្គនេះបានបញ្ជាឲ្យយកសារការទូតនិងដង្វាយទៅថ្វាយព្រះចៅអធិរាជចិននៃរាជវង្សវិនជាច្រើនលើកគឺនៅគ្រិស្តសករាជ434 435និង438ម្យ៉ាងទៀតដើម្បីរក្សាចំណងមិត្តភាពល្អជាមួយប្រទេសចិននេះព្រះបាទស្រេស្ថាវរ្ម័នក្នុងឆ្នាំ431 432បានប្រកែកមិនព្រមជួយប្រទេសចម្ប៉ាក្នុងការវាយដណ្ដើមយកខេត្តតុងកឹងរបស់ចិនពួងសាវតាចិនរាជវង្សស្វីខាងត្បូងបាននិយាយថាប្រហែល10ឆ្នាំក្រោយកាលកំណត់431 432ស្ដេចសោយរាជ្យនៅអាណាចក្រនគរភ្នំគឺព្រះបាទជ័យវរ្ម័នដែលមានត្រកូលកៅឌិនគឺព្រះបាទកៅឌិនជ័យវរ្ម័នគ្រិស្តសករាជ480 514ព្រះអង្គជាមហាក្សត្រនគរភ្នំដែលមានចំណងតាក់ទងការទូតយ៉ាងប្រពៃបំផុតជាមួយនឹងប្រទេសចិនរហូតដល់ព្រះចៅអធិរាជចិនទ្រង់ថ្វាយថរន្តរនាមថាមេទ័ពសន្តិភាពភាគខាងត្បូងអធិរាជក្រុងភ្នំក្នុងរាជ្យព្រះបាទកៅឌិនជ័យវរ្ម័ននេះមានព្រះភិក្ខុ2អង្គនៃអាណាចក្រភ្នំគឺព្រះសង្ឃបាលនិងមុនប្រសេនបាននិមន្តទៅគង់នៅប្រទេសចិនដើម្បីជួយបកប្រែគម្ពីរផ្សេងពីភាសាសំស្ក្រឹតទៅជាភាសាចិនហើយគឺនៅក្នុងរាជ្យព្រះអង្គនេះដែរគឺក្នុងគ្រិស្តសករាជ503ព្រះអង្គទ្រង់បានចាត់ព្រះសង្ឃព្រះនាមនិកសេនឲ្យនាំព្រះពុទ្ធរូបធ្វើអំពីផ្កាថ្មនិងចេតិយធ្វើអំពីភ្លុកនិងវត្ថុផ្សេងទៀតទៅថ្វាយព្រះចៅអធិរាជចិនរាជវង្សសុង
ដោយសារសំអាងលើឯកសារចិនដែលចែងពីសេចក្តីរាប់អានដែលព្រះចៅអធិរាជចិនមានចំពោះព្រះបាទកៅឌិនជ័យវរ្ម័ននេះគេអាចសន្មតថារជ្ជកាលរបស់ព្រះអង្គជាសម័យរុងរឿងបំផុតនៃប្រវត្តិសាស្ត្រអាណាចក្រនគរភ្នំព្រះអង្គទ្រង់សោយទីវង្គតនៅគ្រិស្តសករាជ514តាមរាជប្រវេណីក្រោយពីព្រះអង្គកៅឌិនជ័យវរ្ម័នសុគតទៅគឺត្រូវរាជទាយាទព្រះនាមគុណវរ្ម័នជាបុត្ររបស់ព្រះរាជអគ្គមហេសីព្រះនាមកុលប្រភាវតីឡើងសោយរាជស្នងព្រះអង្គប៉ុន្តែនៅឆ្នាំ514នោះដដែលរុទ្រវរ្ម័នជាព្រះជេដ្ឋារបស់គុណវរ្ម័នដែលជាបុត្ររបស់ស្នំម្នាក់បានធ្វើគុតគុណវរ្ម័នជាប្អូនដើម្បីដណ្ដើមយករាជសម្បត្តិសោយព្រះបាទរុទ្រវរ្ម័ននេះគឺជាស្ដេចចុងក្រោយបង្អស់នៃអាណាចក្រនគរភ្នំព្រះអង្គបានបញ្ជូនរាជទូតជាច្រើនដងនៅចន្លោះគ្រិស្តសករាជ517និង535ទៅកាន់ប្រទេសចិនរាជទូតអាណាចក្រភ្នំម្នាក់ដែលបាននាំសួយជាសត្វរមាសមួយទៅថ្វាយស្ដេចក្រុងចិននៅឆ្នាំ539បានទូលព្រះអង្គថានៅប្រទេសខ្លួនមានព្រះកេសគឺសក់ព្រះមួយសរសៃប្រវែង3ម៉ែត្រលុះទ្រង់ជ្រាបដំណឹងនេះហើយព្រះចៅអធិរាជលៀងវូទីបានបញ្ជាព្រះសង្ឃឆេយុនប៉ាវឲ្យនិមន្តមកអាណាចក្រភ្នំដើម្បីនាំយកព្រះកេសនោះទៅប្រទេសចិនបើតាមពង្សាវតាររាជវង្សលៀងព្រះពុទ្ធសាសនាក្នុងសម័យនោះរុងរឿងណាស់ព្រោះឯកសារនោះបាននិយាយថាមានគណៈបេសកកម្មទូតចិនមួយត្រូវបញ្ជូនមកអាណាចក្រភ្នំនៅចន្លោះគ្រិស្តសករាជ535និង545ដើម្បីសូមឲ្យអធិរាជអាណាចក្រភ្នំបញ្ជូនទៅប្រទេសចិននៅអ្នកប្រាជ្ញនិងគម្ពីរខាងព្រះពុទ្ធសាសនាគូកត់សម្គាល់ថាការដែលព្រះបាទរុទ្រវរ្ម័នឡើងសោយរាជដោយខុសទំនងបែបនេះបានបណ្ដាលឲ្យអាណាចក្រនគរភ្នំត្រូវវឹកវរចលាចលរហូតដល់ត្រូវរលំរលាយជាស្ថាពរនៅពាក់កណ្ដាលទី2នៃសតវត្សទី6នោះឯង